មើលមកផ្លែកុំច្រឡំថាចាកំពុងតែយកពងទាប្រៃប្រឡាក់ជាមួយអំបិលនេះជាវីដេអូយកប្រម៉ាលីជាមួយនឹងស្លែមកតាមសំណុំពរ fan ដោយសារតែមានអ្នកចង់ឲ្យចាយកស្លែម៉ាលីជាមួយនឹងប្រច្រើនហើយប្រនេះគឺមានពីរប្រភេទដែរចង់យកអាលីទឹកបែបនេះក៏បានចង់យកប្រភេទប្រស្ងួតក៏មានដែរហើយពណ៌នេះហ្នឹងនិយាយមែននៅក្នុងវីដេអូរបស់ចាស្លាមសពគឺអត់ងាយមានទេអាពណ៌ពងទាប្រៃពណ៌ទឹកក្រូចអីហ្នឹងក្នុងវីដេអូក្រោយចានឹងប្រាប់ពីរបៀបធ្វើម៉េចលាយចេញពណ៌បែបហ្នឹងថងនេះគឺចាលេងបដាគឺសម័យបដាមកព្រោះវាតំណងពេកក៏ឡើងដោយពងទាប្រៃប្រឡាក់អំបិលមែនណាបើថាដាក់បាយសមកនេះដាក់មួយម៉ាត់ឆ្ងាញ់មកដោយសារតែចាដាក់ប្រើយ៉ាងច្រើនចឹងទៅស្លែមវាចង់ឡើងរឹងក៏យកស្លែមថ្លាពណ៌ទឹកក្រូចហ្នឹងមកលាយចូលបន្ថែមទៅដើម្បីឲ្យសាច់ស្លែម smooth ហើយទន់បែបនេះស្លែមប្រភេទនេះគឺគេហៅថា snow slime សម្រាប់លេងពេលណាក៏បានដែរឬមួយក៏លេងឲ្យតរដូវកាលគ្រីស្មាស់នេះក៏បានមើលមកផ្លែកុំច្រឡំថាចាកំពុងតែយកពងទាប្រៃប្រឡាក់ជាមួយអំបិលនេះជាវីដេអូយកប្រម៉ាលីជាមួយនឹងស្លែមកតាមសំណុំពរ fan ដោយសារតែមានអ្នកចង់ឲ្យចាយកស្លែម៉ាលីជាមួយនឹងប្រច្រើនហើយប្រនេះគឺមានពីរប្រភេទដែរចង់យកអាលីទឹកបែបនេះក៏បានចង់យកប្រភេទប្រស្ងួតក៏មានដែរហើយពណ៌នេះហ្នឹងនិយាយមែននៅក្នុងវីដេអូរបស់ចាស្លាមសពគឺអត់ងាយមានទេអាពណ៌ពងទាប្រៃពណ៌ទឹកក្រូចអីហ្នឹងក្នុងវីដេអូក្រោយចានឹងប្រាប់ពីរបៀបធ្វើម៉េចលាយចេញពណ៌បែបហ្នឹងថងនេះគឺចាលេងបដាគឺសម័យបដាមកព្រោះវាតំណងពេកក៏ឡើងដោយពងទាប្រៃប្រឡាក់អំបិលមែនណាបើថាដាក់បាយសមកនេះដាក់មួយម៉ាត់ឆ្ងាញ់មកដោយសារតែចាដាក់ប្រើយ៉ាងច្រើនចឹងទៅស្លែមវាចង់ឡើងរឹងក៏យកស្លែមថ្លាពណ៌ទឹកក្រូចហ្នឹងមកលាយចូលបន្ថែមទៅដើម្បីឲ្យសាច់ស្លែម smooth ហើយទន់បែបនេះស្លែមប្រភេទនេះគឺគេហៅថា snow slime សម្រាប់លេងពេលណាក៏បានដែរឬមួយក៏លេងឲ្យតរដូវកាលគ្រីស្មាស់នេះក៏បានមើលមកផ្លែកុំច្រឡំថាចាកំពុងតែយកពងទាប្រៃប្រឡាក់ជាមួយអំបិលនេះជាវីដេអូយកប្រម៉ាលីជាមួយនឹងស្លែមកតាមសំណុំពរ fan ដោយសារតែមានអ្នកចង់ឲ្យចាយកស្លែម៉ាលីជាមួយនឹងប្រច្រើនហើយប្រនេះគឺមានពីរប្រភេទដែរចង់យកអាលីទឹកបែបនេះក៏បានចង់យកប្រភេទប្រស្ងួតក៏មានដែរហើយពណ៌នេះហ្នឹងនិយាយមែននៅក្នុងវីដេអូរបស់ចាស្លាមសពគឺអត់ងាយមានទេអាពណ៌ពងទាប្រៃពណ៌ទឹកក្រូចអីហ្នឹងក្នុងវីដេអូក្រោយចានឹងប្រាប់ពីរបៀបធ្វើម៉េចលាយចេញពណ៌បែបហ្នឹងថងនេះគឺចាលេងបដាគឺសម័យបដាមកព្រោះវាតំណងពេកក៏ឡើងដោយពងទាប្រៃប្រឡាក់អំបិលមែនណាបើថាដាក់បាយសមកនេះដាក់មួយម៉ាត់ឆ្ងាញ់មកដោយសារតែចាដាក់ប្រើយ៉ាងច្រើនចឹងទៅស្លែមវាចង់ឡើងរឹងក៏យកស្លែមថ្លាពណ៌ទឹកក្រូចហ្នឹងមកលាយចូលបន្ថែមទៅដើម្បីឲ្យសាច់ស្លែម smooth ហើយទន់បែបនេះស្លែមប្រភេទនេះគឺគេហៅថា snow slime សម្រាប់លេងពេលណាក៏បានដែរឬមួយក៏លេងឲ្យតរដូវកាលគ្រីស្មាស់នេះក៏បាន